សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាអំពីការតឡើង ASX នៅក្នុង UV2 server នេះយើងនៅក្នុង Visual Box យើងចូលមក setting មកបន្តមកទៀតយើងចូលមកកន្លែង network បន្តមកទៀតយើងដូរកន្លែងនេះមកយក brick នេះមកដើម្បីយើងប្រើជា wireless ហើយចុច OK មកដល់ពេលដែលយើងដូរអាហ្នឹងហើយយើងចាប់ផ្ដើមបើកម៉ាស៊ីនយើងមកចុច start មកយើងចាំវាដើរសិនទៅនេះឥឡូវវាកំពុងតែដើរហើយម៉ាស៊ីនយើងដំណើរការហើយបន្ទាប់មកយើងlogin ចូល server របស់យើងមកវាយឈ្មោះយើងនិង password មកបន្ទាប់មកទៀតយើងវាយ comment sudo apt update មកដើម្បីយើងមើល check update វាបន្ទាប់មកយើងវាយ comment ហ្នឹងហើយយើងវាយ password មកដើម្បីវា updateឥឡូវយើងចាំវា update សិនទៅឥឡូវយើង update វាហើយបន្ទាប់មកទៀតយើងវាយ comment មកsudo ដក clear មក apt install open ASX server ហើយ enter មកបន្ទាប់មកទៀតយើងវាយ comment sudo ដក clear មក systemctl ដក clear មក enable ដក now ASX ឥឡូវខ្ញុំកំពុងតែតម្លើងASX ឥឡូវយើងបានតម្លើងវាហើយបន្ទាប់មកទៀតយើងវាយ comment sudo systemctl enable now វាយ comment ខុសsorry ខ្ញុំសូមវាយ comment ម្ដងទៀតមិញវាយខុសបន្ទាប់មកយើងវាយ comment មួយទៀតមកsudo
system ctl enable dot now ASA តមកវាយ comment មួយទៀតមក sudo system ctl dot clear enable dot now ASA ហើយឥឡូវយើងទៅឆែក status របស់វាមើលយើងចុច sudo បន្ទាប់មក sudo system status ASA ហើយយើង enter មក on វាអត់ដែរសារវាយ comment ខុសឥឡូវវាយម្ដងទៀតវាយ comment sudo system ctl dot clear មក status dot clear មក ASA ហើយយើង enter វាមកនេះយើងចេញហើយវា active ហើយមានន័យថា ASA យើងដំណើរការបន្ទាប់ពីវាដើរហើយយើងវាយ comment មួយទៀតមក sudo dot clear ufw dot clear មក allow ASA ហើយ enter មកបន្តមកទៀតយើងទៅឆែកមើល IP វាយើងវាយ comment IP ហើយអក្សរ A ហើយ enter មកបន្តមកយើងចង់តេស្តវានេះ IP address យើងចូលទៅ comment cmd មកតមកយើងវាយនេះ IP address យើងនៅក្រោមនេះតមកយើងវាយ ping តមកវាយ IP address មក172.168.1.1 ហើយយើង enter វាមកអានេះជា IP របស់ខ្ញុំឯងរបស់អ្នកទាំងអស់គ្នាឆែកមកឃើញ IP មិនវាយបញ្ចូលចឹងទៅព្រោះ IP អត់ដូចគ្នាទេឥឡូវគឺវាចូលហើយវាទទួលបានហើយបន្តមកដើម្បីយើងភ្ជាប់គ្នាបានយើងវាយ ASH.clear ឈ្មោះរបស់យើងហ្នឹងឈ្មោះ user ហ្នឹងហើយយើងវាយ IP យើងបញ្ចូលមកហើយ enter មកដោយសារមកខ្ញុំវាយ IP ខុសឥឡូវខ្ញុំវាយ IP ម្ដងទៀតហើយឥឡូវវាចូលហើយវាដំណើរការបន្តមកយើងត្រូវភ្ជាប់វា
ជាប់វាយើងវាយ SSH ដក clear តមកឈ្មោះ user ហ្នឹងហើយយើងវាយ IP ម្ដងទៀតមក172.20.10.3 enter មកពេលវាសួរយើងអញ្ចឹងយើងចុច yes មកបន្ទាប់មកយើងបញ្ចូល password របស់យើងមកឥឡូវវា connect គ្នាបានហើយវាភ្ជាប់គ្នាបានហើយបន្ទាប់មកវាយើងអាច remote កុំព្យូទ័ររបស់យើងចូលទៅក្នុងនឹងបានហើយឥឡូវយើងដើម្បីតេស្តវាមើលថាយើងអាច remote វាចូលបានអត់យើងចូលមកក្នុងបន្ទាប់មកយើងវាយ comment who am I ហើយយើង enter មកចេញឈ្មោះ user មកហើយបន្ទាប់មកវាយpwd ហើយ enter ទៀតមកហើយឥឡូវយើងចូលទៅតេស្តនៅក្នុងម៉ាស៊ីនពិតរបស់យើងវិញម្ដងចង់ដឹងថាវាចេញមកដូចគ្នាអត់ឥឡូវយើងចាប់ផ្ដើមធ្វើតេស្តវាយ comment ហ្នឹងសិនទៅចង់ដឹងថាឈ្មោះ user ហើយនឹងនេះហ្នឹងដូចគ្នាអត់មុនដំបូងវាយ who am I សិនមក enter មកហ្នឹងហើយចេញឈ្មោះខ្ញុំដូចគ្នាហើយបន្ទាប់មកវាយ pwd enter មកចេញដូចគ្នាអញ្ចឹងមានន័យថាការ install SSH របស់យើងបានជោគជ័យហើយយើងអាច remote ពីម៉ាស៊ីនពិតរបស់យើងចូលមកបានអញ្ចឹងយើងបិទផ្ទាំង CMD នេះទៅហើយយើង shut down ម៉ាស៊ីនយើងវីដេអូយើងចាប់ប៉ុណ្ណឹង